យោងទៅតាមប្រតិបត្តិស្ថិតិបំណុលសាធារណៈរបស់កម្ពុជាដែលបានចេញផ្សាយនៅថ្ងៃទី10ខែមីនាកម្ពុជាបានចុះហត្ថលេខាលើប្រាក់កម្ចីថ្មីចំនួន $1.22 លាននៅឆ្នាំ2025ចំនួនទឹកប្រាក់ទាំងនេះគឺទាបជាងប្រហែល 31% បើធៀបទៅនឹងទឹកប្រាក់កាលពីឆ្នាំ2014ហើយដែលវាតំណាងឲ្យ 45% នៃដែនកំណត់ប្រាក់កម្ចីចំនួន $2.8 លានរបស់រដ្ឋាភិបាលកម្ពុជាក្រោមច្បាប់គ្រប់គ្រងហិរញ្ញវត្ថុក្នុងចំណោមប្រាក់កម្ចីសរុប 67% គឺបានពីដៃគូអភិវឌ្ឍន៍ពហុភាគីដែល 33% ទៀតបានពីដៃគូទ្វេភាគីមូលនិធិភាគច្រើននឹងគ្រប់គ្រងដល់ការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលមានចំនួន 79% នៃប្រាក់កម្ចីនេះរួមបញ្ចូលទាំងគម្រោងថាមពលប្រព័ន្ធធារាសាស្ត្រការដឹកជញ្ជូននិងការផ្គត់ផ្គង់ទឹក 21% ដែលនៅសល់នឹងយកទៅប្រើប្រាស់ទៅលើវិស័យមិនមែនហេដ្ឋារចនាសម្ព័ន្ធដែលមានដូចជាវិស័យកសិកម្មការអប់រំសុខាភិបាលនិងអាទិភាពសំខាន់ផ្សេងៗទៀតរដ្ឋាភិបាលកម្ពុជាឲ្យដឹងថាការវិនិយោគទាំងអស់នេះមានបំណងដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជានិងផលិតភាពដែលប្រកបដោយចីរភាពខណៈដែលរក្សាបំណុលសាធារណៈឲ្យនៅកម្រិតមួយប្រកបដោយចីរភាពជាមួយនឹងហានិភ័យទាបជាមួយនឹងចក្ខុវិស័យវែងឆ្ងាយកម្ពុជាមានគម្រោងបង្កើនការខ្ចីប្រាក់នៅឆ្នាំ2026នេះឲ្យមានកម្រិតអតិបរមា $3.1 លានដែលនេះគឺខ្ពស់ជាងដែនកំណត់កាលពីឆ្នាំមុនប្រហែល 12.5%